ជំរាបសួរបងប្អូនទាំងអស់គ្នាពេលនេះសូមនាំអ្នកទាំងអស់គ្នាមកស្ដាប់និទានរឿងដើមកំណើតទីក្រុងភ្នំពេញភ្នំដែលសន្មតជានាមទីក្រុងរបស់ខ្មែរគឺជាទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃកើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំងដោយមានរឿងដំណាលថាក្នុងកាលសម័យកន្លងទៅហើយនាគ្រិស្តសករាជ1372មានយាយចាស់ម្នាក់ឈ្មោះពេញជាអ្នកមានភោគសម្បត្តិបរិបូរណ៍មានទីលំនៅក្បែរមាត់ចាំងទន្លេ4មុខផ្ទះគាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាច់រហឹមដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែឃើញដើមកុកីមួយធំអណ្ដែតមកក្បែរច្រាំងហើយដោយអំណាចទឹកហូរចុះឡើងដើមកុកីនោះចេះតែអណ្ដែតវិលវល់នៅក្បែរមាត់ច្រាំងនោះលុះដូនពេញឃើញដូច្នោះក៏ប្រញាប់រត់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមកុកីនោះអ្នកចិត្តខាងក៏នាំគ្នាយកពួរទៅចងឲ្យអូសរំកិលបន្តិចម្ដងទាល់តែមកដល់លើមាត់ច្រាំងពេលដែលដូនពេញយកកំណាត់ឈើទៅកោគៀសម្អាតភក់ចេញគាត់បានឃើញក្នុងប្រហោងឈើកុកីនោះមានព្រះពុទ្ធរូប4អង្គតូចធ្វើអំពីសំរិទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្មទេវរូបនោះទ្រង់ឈរព្រះហស្ថម្ខាងទ្រង់ដំបងព្រះហស្ថម្ខាងទៀតទ្រង់សាំងព្រះកេសាបួងដូនពេញនិងអ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ដោយរើសបានរបស់ជាទីគោរពក៏នាំគ្នាដង្ហែព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញហើយដូនពេញចាត់ការសង់ខ្ទមតូចមួយតម្កល់ជាបណ្ដោះអាសន្នថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំទៅនៅខាងលិចផ្ទះគាត់នោះឲ្យទៅជាភ្នំមែនទែនបន្ទាប់ពីនោះគាត់ឲ្យគេអាចឈើកុកីនោះធ្វើជាសសរវិហារដែលគាត់បំរុងនឹងសង់លើភ្នំនោះក្នុងគ្រិស្តសករាជ1372ដូនពេញនិងអ្នកស្រុកច្រើនអ្នកស្រុះស្រួលបបួលគ្នាសង់វិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះហើយគាត់ដង្ហែព្រះពុទ្ធរូបសម្រិទ្ធ4អង្គទៅតម្កល់ទុកក្នុងវិហារនោះចំណែកទេវរូបថ្មមួយអង្គគាត់ដង្ហែទៅតម្កល់ទុកនៅលើអាសនៈមួយនៅជើងភ្នំខាងកើតហើយគាត់យល់ថាទេវរូបនោះអណ្ដែតទឹកមកពីស្រុកលាវនិងមានបែបភាពដូចលាវគាត់ក៏បានសន្មតថាអ្នកតាព្រះចៅនាមនោះជប់មកដល់សប្តាហ៍ថ្ងៃនេះកាលសាងវិហាររួចហើយគាត់និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះក្នុងទិសខាងលិចទើបកើតមានឈ្មោះថាវត្តភ្នំដូនពេញដែលសប្តាហ៍ថ្ងៃហៅកាត់คล้ายមកថាវត្តភ្នំតាំងពីពេលនោះមករហូតដល់សប្តាហ៍ថ្ងៃឯព្រះពុទ្ធរូបទាំង4ព្រះអង្គនិងអ្នកតាព្រះចៅនោះបានបញ្ចេញឥទ្ធិឫទ្ធិឲ្យឃើញពូកែស័ក្តិសិទ្ធិណាស់អ្នកណាបន់ស្រន់ក៏បានសម្រេចបំណងពិតនេះជាជំនឿរបស់អ្នកស្រុកនេះហើយជាដើមកំណើតក្រុងភ្នំពេញដែលក្រោយពីនោះរវាង60ឆ្នាំបានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដំការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី1ព្រះរាជវង្សាវតារប្រទេសកម្ពុជាចែងថាព្រះបាទសម្ដេចព្រះបរមរាជាពរញាយ៉ាតទ្រង់គ្រប់គ្រងព្រះរាជសម្បត្តិគង់នៅក្នុងព្រះរាជវាំងមហានគរនគរធំបាន15ឆ្នាំលុះមកដល់ឆ្នាំគម្រប់គ្រប់16នៃរជ្ជកាលរបស់ព្រះអង្គទើបទ្រង់មានព្រះយោបល់ថានឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបានក៏មានព្រះបញ្ជាឲ្យកសាងព្រះរាជវាំងថ្មីនៅទួលបាសានក្នុងខេត្តស្រីសឈរដែលសប្តាហ៍ថ្ងៃហៅថាស្រុកស្រីសន្ធរខេត្តកំពង់ចាមថ្ងៃទី13ខែមករាឆ្នាំជូតចត្វាស័កពុទ្ធសករាជ1976ព្រះបាទសម្ដេចព្រះបរមរាជាពរញាយ៉ាតទ្រង់ស្ដេចយាងចេញចាក់មហានគរមួយអន្លើជាមួយសេនាអាមាត្យ10000សពមុខមន្ត្រីដោយព្រះទីនាងតាមជលមេគាមកលុះថ្ងៃ15កើតខែបោះឆ្នាំជូតចត្វាស័កស្ដេចយាងដល់ទួលបាសានស្ដេចគង់នៅជាសុខសម្រានក្នុងព្រះរាជវាំងបាសាននោះបានត្រឹមតែជាង1ឆ្នាំប៉ុណ្ណោះដោយទឹកទន្លេចេះតែឡើងទីនោះលិចរាល់ឆ្នាំទើបព្រះអង្គមានព្រះបញ្ជាឲ្យសម្ដេចចៅពញាកែនិងអញ្ញាហោរាធិបតីខៀវព្រមដោយមន្ត្រីឯទៀតខ្លះផងដែលស្គាល់ទីដីមានជ័យភូមិឲ្យទៅពិនិត្យមើលទីដីនៅជិតភ្នំដូនពេញឃើញថាទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញជ័យភូមិល្អព្រះអង្គក៏មានព្រះរាជបញ្ជាឲ្យកសាងព្រះរាជវាំងថ្មីនៅទីត្រង់នោះនៅថ្ងៃទី9កើតខែពិសាខឆ្នាំខាលឆស័កពុទ្ធសករាជ1978ចស័ក796គ្រិស្តសករាជ1434ព្រះបាទសម្ដេចព្រះបរមរាជាពរញាយ៉ាតតាច់យាងចេញចាក់ព្រះរាជវាំងបាសានថ្ងៃទី15កើតខែពិសាខចូលគង់វាំងថ្មីនាទិសអាគ្នេយ៍ភ្នំដូនពេញនៅថ្ងៃ11រោចខែពិសាខឆ្នាំម្សាញ់ព្រះអង្គប្រទាននាមក្រុងថ្មីនេះថាក្រុងចតុមុខមង្គលឯទន្លេ4មុខដែលគេធ្លាប់ហៅថាទន្លេច្រាលឈាមមកយូរហើយនោះទ្រង់ប្រទានឈ្មោះថាទន្លេចតុមុខបូព៌ាវិញព្រះអង្គព្រះរាជបញ្ជាឲ្យអញ្ញាដេជោស្រីចៅវាយស្រុកសំរោងជាអ្នកកាន់ការលើកដីចាក់លុបបំពេញទីក្រុងថ្មីទាំងឲ្យយកដីចាស់ចាក់បំពេញភ្នំដូនពេញឲ្យរីកធំខ្ពស់ឡើងទៀតផង
ទីក្រហងជ្រៅដែលកើតពីការជីកយកដីនោះជាប់មានឈ្មោះថាបឹងដេជោរៀងមកគឺទីដីត្រង់ផ្សារថ្មីសប្តាហ៍ថ្ងៃទ្រង់មានបរិបញ្ជាឲ្យអង្គញាថ្លុងចៅហ្វាយស្រុកបាទីកាន់ការជីកព្រែកមួយនៅខាងត្បូងភ្នំដុនពេញដែលជាប់មានឈ្មោះថាព្រែកអង្គញាថ្លុងហើយចំណេរកាលតមកហៅថាព្រែកពីមថ្លុងគឺត្រង់កន្លែងសួនវែងសន្លឹមនៅខាងកើតព្រះសក្យមុនីចេតិយសប្តាហ៍ថ្ងៃព្រះបាទសម្ដេចព្រះបរមរាជាពញាយ៉ាតទ្រង់មានព្រះបញ្ជាឲ្យកសាងវិហារលើទីដីខ្ពស់ដែលចាក់ថែមថ្មីត្រង់កន្លែងវិហារចាស់របស់ដូនពេញឲ្យកសាងព្រះចេតិយធំធំពីរខាងក្រោយទ្រង់បញ្ជាឲ្យហៅវត្តភ្នំដូនពេញថាវត្តព្រះចេតិយពិតតមកមហាជនបែរជាហៅវត្តនោះថាវត្តភ្នំដូនពេញអ្នកខ្លះហៅថាវត្តភ្នំពេញឬថាវត្តភ្នំជាប់រៀងមកទ្រង់មានព្រះបញ្ជាឲ្យកសាងវត្ត6ដទៃទៀតគឺមួយវត្តកោះនៅត្រង់ទិសខាងកើតឈៀងអាគ្នេយ៍ភ្នំដូនពេញពីរវត្តលង្កានៅទិសខាងកើតឈៀងអេសានភ្នំដូនពេញបីវត្តព្រះពុទ្ធខូសានៅត្រង់ទិសខាងត្បូងព្រែកចិនដំដែកញាទិសខាងជើងភ្នំដូនពេញបានជាបរិយាទាននាមវត្តទាំង3នេះដូច្នេះដើម្បីឲ្យសមនឹងដំណើររឿងដែលថាព្រះពុទ្ធខូសាចាទៅចម្លងគម្ពីរពីកោះលង្កា4វត្តពីមថ្លុងនៅត្រង់ទិសអាគ្នេយ៍ភ្នំដូនពេញជិតជាប់នឹងមាត់ព្រែកអង្គញាថ្លុងឆ្ងាយបន្តិចពីវត្តកោះព្រះពុទ្ធរូបអង្គរធំដែលតង្កល់ក្នុងព្រះវិហារវត្តពីមថ្លុងនោះមានព្រះនាមថាព្រះស្រកាលេញព្រោះគេបិទមាសរំលេចមានសន្តានស្រដៀងនឹងស្រកាត្រីលេញ5វត្តអូណាឡោមដែលមាននាមនេះសាច់សັບពីយូរមកហើយជានាមនៃព្រះចេតិយដែលបញ្ចុះព្រះអូណាឡោម6វត្តខ្ពមតាយ៉ងដោយនាមតាម្នាក់ឈ្មោះយ៉ងដែលជាអ្នកជីខ្ពមលុះចំណេរកាលមកវត្តខ្ពមតាយ៉ងគឺវត្តបទុមវតីសប្តាហ៍ថ្ងៃនេះបន្ទាប់ពីនោះព្រះបរមរាជាពញាយ៉ាតព្រះអង្គមានព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះបរមរាជវាំងហើយឲ្យលើកកំពែងពុតជំវិញក្រុងព្រែកនៅខាងត្បូងនោះឲ្យឈ្មោះថាព្រែកតាកែវនៅខាងលិចព្រែកនោះមានអូមួយហៅថាអូគោមានព្រែកមួយនៅខាងជើងភ្នំហៅថាព្រែកពុំពាយប៉ុន្តែហេតុតែត្រង់នោះមានរោងចិនដំដែកទើបព្រែកពុំពាយនោះคล้ายឈ្មោះទៅជាព្រែកចិនដំដែកវិញនៅតាមមាត់ទន្លេ4មុខព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យលើកដីជាកំពែងដើម្បីការពារទឹកទន្លេកុំឲ្យឡើងលិចទីក្រុងខាងក្នុងកំពែងទីក្រុងថ្មីនេះពួកអ្នករាជការនិងអ្នកស្រុកសង់ផ្ទះសម្បែងបានតាមចិត្តឯភូមិភាគខាងលិចពីទីក្រុងសុទ្ធតែជាវាលស្រែ4ឆ្នាំក្រោយមកព្រះនារីរាជាព្រះបុត្រច្បងនៃព្រះបរមរាជាពញាយ៉ាតបានត្រូវតាំងជាព្រះឧបរាជហើយទ្រង់ទៅសាងប្រាសាទគង់នៅឯជីរលួសក្នុងពេលជាមួយគ្នានោះព្រះស្រីរាជាព្រះបុត្របន្ទាប់នៃព្រះបរមរាជាពញាយ៉ាតទ្រង់ទៅគង់នៅទីខាងលិចអូកូទីទួលមួយដែលជាប់នាមហៅថាទួលព្រះស្រីនៅខាងជើងវត្តព្រះពុទ្ធមានបុណ្យការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី2នៅថ្ងៃប្រហោះ4កើតខែបោះឆ្នាំឆ្លូវសប្បស័កពុសករាជ2009ម៉ោង9ព្រឹកព្រះបាទសម្ដេចព្រះនរោត្តមបរមរាមទេវតាព្រះសុវណ្ណកោដ្ឋស្ដេចយាងចិញ្ចាក់ព្រះបរមរាជវាំងស្រះសពើយុក្រុងឧដុង្គមានជ័យមកគង់ក្រុងភ្នំពេញចតុមុខនគរការកសាងក្រុងភ្នំពេញក្នុងរជ្ជកាលព្រះករុណានរោត្តមនេះជាការសាងលើកទី2តពីទី1ក្នុងរជ្ជកាលព្រះបាទបរមរាជាពញាយ៉ាតបានប្រកបដោយជោគជ័យសិរីមង្គលរុងរឿងចម្រើនឋិតថេររហូតមកដល់សម័យបច្ចុប្បន្ន